រឿងយប់មួយជាមួយសង្សារនៅភ្នំពេញខ្យល់រាត្រីរដូវប្រាំងនៅភ្នំពេញមិនសូវជាត្រជាក់ប៉ុន្មានទេប៉ុន្តែសម្រាប់ខ្ញុំបូរីយប់នេះមានអារម្មណ៍ថាស្រស់ស្រាយខុសពីធម្មតាប្រហែលមកពីខ្ញុំកំពុងរង់ចាំកញ្ញាកែវពិសីសង្សាររបស់ខ្ញុំដែលយើងបានណាត់គ្នាដើរលេងកម្សាន្តក្រោយពីបញ្ចប់ការងាររៀងខ្លួនយើងជួបគ្នានៅម្ដុំមាត់ទន្លេពិសេសញឹមស្រស់ពេលឃើញខ្ញុំពីចម្ងាយនាងស្លៀករ៉ូបការពណ៌ស្រាលមើលទៅគួរឲ្យស្រឡាញ់សមនឹងរាងតូចច្រឡឹងរបស់នាងខ្ញុំដើរទៅទទួលនាងហើយយើងក៏ចាប់ផ្ដើមដំណើរផ្សងព្រេងតូចមួយរបស់យើងក្នុងរាត្រីក្រុងភ្នំពេញប៉ងបូរីថ្ងៃនេះយើងទៅញ៉ាំអីមុនគេពិសេសសួរភ្នែកមូលខ្លុំរបស់នាងមើលមកខ្ញុំតាមចិត្តអូនចង់ញ៉ាំអីបងជូនទៅក៏ខ្ញុំឆ្លើយទាំងញឹមទីបំផុតយើងក៏សម្រេចចិត្តទៅញ៉ាំអាហារនៅភោជនីយដ្ឋានមួយកន្លែងដែលមានរានហាល balcony មើលឃើញទិដ្ឋភាពមាត់ទន្លេនិងភ្លើងពណ៌ប្រងព្រាតនៃទីក្រុងខ្យល់បក់មករំភើយនាំយករសជាតិអាហារឈ្ងុយឆ្ងាញ់និងសម្លេងអ៊ូអរពីចម្ងាយយើងអង្គុយទល់មុខគ្នានិយាយពីរឿងការងាររឿងគ្រួសារនិងក្តីស្រមៃរបស់យើងពេលខ្លះពួកយើងក៏សើចច្អឹកនឹងរឿងកំប្លែងដែលគ្មាននរណាគេយល់ក្រៅពីយើងទាំងពីរខ្ញុំចូលចិត្តមើលស្នាមញញឹមរបស់ពិសីវាធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅនិងបំភ្លេចអស់នូវភាពនឿយហត់ពីការងារក្រោយពេលញ៉ាំអាហាររួចយើងក៏បន្តដំណើរដោយថ្មើរជើងតាមមាត់ទន្លេភ្លើងពណ៌តាមផ្លូវនិងពីអគារខ្ពស់បានឆ្លុះចាំងលើផ្ទៃទឹកទន្លេបង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាតយើងកាន់ដៃគ្នាដើរយឺតនិយាយគ្នាពីនេះពីនោះពេលខ្លះក៏មានភាពស្ងៀមស្ងាត់មួយរវាងពួកយើងប៉ុន្តែវាជាភាពស្ងៀមស្ងាត់ដែលពោរពេញដោយភាពកក់ក្ដៅនិងការយល់ចិត្តខ្ញុំមានអារម្មណ៍ថាដៃតូចរបស់ពិសីនៅក្នុងដៃខ្ញុំហាក់ដូចជាផ្ដល់កម្លាំងចិត្តនិងភាពជឿជាក់មកឲ្យខ្ញុំបងមើលនោះព្រះច័ន្ទស្អាតណាស់យប់នេះពិសីនិយាយតិចទាំងចង្អុលទៅព្រះច័ន្ទពេញវងដែលកំពុងបញ្ចេញរស្មីពណ៌ប្រាក់ខ្ញុំមើលតាមនាងហើយក៏ញឹម The Man ហើយអូនស្អាតដូចអូនអីចឹងក៏ខ្ញុំឆ្លៀត The word for flirt or drop a sweet line should be ឆ្លៀតនិយាយលេងឬឆ្លៀតសរសើរពិសីញឹមអៀនទាំងទះស្មាខ្ញុំតិចយើងដើរមកដល់ម្ដុំផ្សាររាត្រីសំឡេងលក់ដូរនិងតន្ត្រីរាំវង់បន្លឺឡើងយ៉ាងទ្រហឹងពិសីចូលចិត្តមើលទំនិញតូចនិងសាក់ភ្លក់អាហារសម្រន់តាមផ្លូវនាងសាក់លបងពាក់ក្រវិលមួយគូហើយងាកមកសួរខ្ញុំថាក៏ស្អាតអត់បងខ្ញុំងក់ក្បាលទាំងញឹមហើយក៏ទិញជូននាងជាកាដូភាពរីករាយរបស់នាងគឺជាសុភមង្គលរបស់ខ្ញុំយើងទិញនំបញ្ចុកញ៉ាំបន្តិចនិងទឹកអំពៅម្នាក់មួយកែវឈរមើលគេរាំលេងយ៉ាងសប្បាយពេលវេលាហាក់ដូចជាដើរលឿនណាស់មិនយូរប៉ុន្មានក៏ដល់ពេលដែលយើងត្រូវត្រឡប់ទៅផ្ទះរៀងខ្លួនខ្ញុំជូនពិសីទៅដល់មុខផ្ទះរបស់នាងយើងឈរស្ងៀមមួយសន្ទុះមើលមុខគ្នាអរគុណណាស់បងសម្រាប់យប់នេះអូនសប្បាយចិត្តណាស់ពិសីនិយាយបងក៏ដូចគ្នាអូនបាននៅជាមួយអូនគឺបងសប្បាយចិត្តបំផុតហើយក៏ខ្ញុំឆ្លើយតបមុនពេលនាងចូលផ្ទះខ្ញុំបានអបនាងថ្នមមួយខ្សឺតក្លិនក្រអូបពីសក់របស់នាងនិងភាពកក់ក្ដៅពីរាងកាយរបស់នាងបានធ្វើឲ្យបេះដូងខ្ញុំលោតញាប់ខុសពីធម្មតាយើងសម្លឹងមើលគ្នាជាលើកចុងក្រោយហើយនាងក៏ញឹមដាក់ខ្ញុំមុននឹងបាត់ចូលទៅក្នុងផ្ទះខ្ញុំដើរត្រឡប់មកវិញទាំងក្នុងចិត្តពោរពេញដោយភាពរីករាយនិងក្តីនឹករលឹកយប់មួយនៅភ្នំពេញជាមួយសង្សារទោះបីជាសាមញ្ញតែវាបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនៅក្នុងបេះដូងរបស់ខ្ញុំវាជាយប់មួយដែលពោរពេញដោយស្នាមញញឹមការសន្ទនានិងភាពកក់ក្ដៅនៃក្តីស្រឡាញ់ដែលធ្វើឲ្យទីក្រុងដ៏អ៊ូអរនេះក្លាយជាកន្លែងដ៏រ៉ូមែនទិកបំផុតសម្រាប់ខ្ញុំបើកម៉ូតូចេញពីផ្ទះពិសីក្នុងចិត្តនៅតែមានអារម្មណ៍រំភើបរីករាយខ្យល់រាត្រីដែលធ្លាប់តែមានអារម្មណ៍ថាក្តៅអ៊ុនពេលនេះហាក់ដូចជាត្រជាក់ស្រួលជាងមុនភ្លើងតាមដងផ្លូវហាក់ដូចជាភ្លឺច្បាស់ជាងមុនហើយសំឡេងអ៊ូអរនៃទីក្រុងហាក់ដូចជាបទភ្លេងដ៏ពីរោះខ្ញុំញឹមម្នាក់ឯងពេលនឹកឃើញដល់កែវភ្នែកដ៏ភ្លឺថ្លានិងស្នាមញញឹមដ៏ស្រស់ស្រាយរបស់ពិសីពេលជិតដល់ផ្ទះទូរស័ព្ទខ្ញុំក៏រោទឡើងខ្ញុំក្រឡេកមើលឃើញលេខរបស់ពិសីខ្ញុំឆ្ងល់បន្តិចព្រោះទើបតែបែកគ្នាមិនទាន់បានប៉ុន្មាននាទីផងខ្ញុំចុចទទួលអាឡូអូនពិសីបងបូរីអូនភ្លេចកាបូបតូចមួយនៅកន្លែងញ៉ាំអីអំបញ្ញមិញហើយសំឡេងពិសីស្ដាប់ទៅដូចជាភ័យបន្តិចក្នុងនោះមានសោផ្ទះហើយមានអត្តសញ្ញាណប័ណ្ណអូនទៀតខ្ញុំមានអារម្មណ៍ថាបេះដូងខ្ញុំលោតខុសចង្វាក់អូនប្រកាសទេឥឡូវអូននៅឯណាអូននៅផ្ទះនឹងហើយតែអូនចូលផ្ទះមិនកើតទេបើគ្មានសោពិសីឆ្លើយទាំងអួរដើរមកម៉ាក់ប៉ាអូនគាត់ទៅខេត្តមិនទាន់មកវិញទៀតអូនកុំភ័យអីបងទៅយកឲ្យអូនឥឡូវហ្នឹងខ្ញុំនិយាយដោយព្យាយាមធ្វើឲ្យនាងស្ងប់អារម្មណ៍ទោះបីជាក្នុងចិត្តខ្ញុំក៏ចាប់ផ្ដើមបារម្ភដែរអូនចាំបងនៅមុខផ្ទះនឹងហើយកុំទៅណា
ខ្ញុំបត់ម៉ូតូត្រឡប់ក្រោយភ្លាមបើកយ៉ាងលឿនឆ្ពោះទៅកាន់ភោជនីយដ្ឋានដែលយើងទើបនឹងចាក់ចេញក្នុងចិត្តខ្ញុំនឹកបន់ឲ្យតែកាបូបនោះនៅកន្លែងដដែលហើយកុំឲ្យមាននរណាយកបាត់ទៅខ្ញុំនឹកឃើញដល់ទឹកមុខភ័យស្លន់ស្លោរបស់ពិសីហើយក៏កាន់តែមានអារម្មណ៍ថាត្រូវតែទៅឲ្យដល់ទីនោះឲ្យបានលឿនបំផុតពេលទៅដល់ភោជនីយដ្ឋានខ្ញុំស្ទុះចូលទៅភ្លាមបុគ្គលិកមួយចំនួនកំពុងតែរៀបចំអីវ៉ាន់បិទហាងខ្ញុំរត់ទៅតូដែលយើងអង្គុយមុននេះខ្ញុំមើលឆ្វេងមើលស្ដាំតែមិនឃើញមានកាបូបអ្វីនោះទេខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាអស់សង្ឃឹមសុំទោសបងខ្ញុំកំពុងរកកាបូបតូចមួយពណ៌ផ្កាឈូកមិញនេះមិត្តស្រីខ្ញុំគាត់ភ្លេចនៅទៅនេះក៏ខ្ញុំសួរបុគ្គលិកម្នាក់ដែលនៅក្បែរនោះបុគ្គលិកនោះមើលមុខខ្ញុំរួចក៏ញឹមក្អកកាបូបនេះមែនទេបងគាត់និយាយហើយក៏លើកកាបូបតូចមួយពណ៌ផ្កាឈូកដែលពិសីបានរៀបរាប់នោះចេញពីក្រោមតុកិតលុយគឺមិញនេះខ្ញុំឃើញវានៅក្រោមតុអញ្ចឹងក៏យកមករក្សាទុកខ្ញុំមានអារម្មណ៍ធូរស្បើយក្នុងចិត្តជាខ្លាំងអរគុណបងប្រុសច្រើនណាស់ពិតជាអរគុណមែនទែនខ្ញុំនិយាយទាំងរំភើបហើយក៏ប្រញាប់ទទួលយកកាបូបនោះខ្ញុំបើកម៉ូតូត្រឡប់ទៅផ្ទះពិសីវិញម្ដងទៀតលើកនេះខ្ញុំមានអារម្មណ៍ថាដូចជាវីរបុរសក្នុងរឿងកុនដែលកំពុងតែទៅជួយសង្គ្រោះព្រះនាងទោះបីជាព្រះនាងគ្រាន់តែភ្លេចកាបូបក៏ដោយពេលទៅដល់មុខផ្ទះពិសីខ្ញុំឃើញនាងឈរទាំងអន្ទះសារនៅមាត់ទ្វារពេលឃើញខ្ញុំនាងយំទាំងទឹកភ្នែករលីងរលោងបងបូរីឃើញវិញហើយមែនទេនាងសួរទាំងត្រេកអរខ្ញុំហុចកាបូបឲ្យនាងនេះអូនលើកក្រោយប្រយ័ត្នជាងនេះណាខ្ញុំនិយាយទាំងញឹមពិសីបើកកាបូបពិនិត្យមើលហើយក៏ដកដង្ហើមធំអរគុណបងច្រើនណាស់អូនពិតជាភ័យខ្លាំងណាស់អូនមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេបើគ្មានបងនាងនិយាយហើយក៏ស្ទុះមកអបខ្ញុំយ៉ាងណែនលើកនេះខ្ញុំក៏អបនាងវិញយ៉ាងណែនដូចគ្នាខ្ញុំមានអារម្មណ៍ថាយប់នេះកាន់តែពិសេសជាងមុនទៅទៀតឧបទ្ទហេតុតូចមួយនេះបានធ្វើឲ្យពួកយើងកាន់តែជិតស្និទ្ធនិងយល់ពីសារៈសំខាន់របស់គ្នាទៅវិញទៅមកមិនអីទេអូនមានបងនៅទីនេះហើយក៏ខ្ញុំនិយាយតិចក្បែរទៅជានាងតែលើកក្រោយបើមានរឿងអីកុំភ្លេចហៅបងមុនគេណានាងងក់ក្បាលនៅក្នុងរង្វង់ដៃខ្ញុំយើងឈរអបគ្នាមួយសន្ទុះធំនៅក្រោមពន្លឺភ្លើងផ្លូវដ៏ស្រទន់សំឡេងរថយន្តនិងម៉ូតូនៅតែបន្តឆ្លងកាត់ប៉ុន្តែសម្រាប់ពួកយើងពិភពលោកហាក់ដូចជាស្ងប់ស្ងាត់ទៅវិញយប់ជ្រៅហើយអូនចូលផ្ទះទៅក៏ខ្ញុំនិយាយបន្ទាប់ពីបន្ធូរការអបចាបងក៏ប្រយ័ត្នពេលបើកម៉ូតូទៅផ្ទះវិញដែរណាពិសីនិយាយទាំងមើលមកខ្ញុំដោយក្តីបារម្ភនាងដោះសរចូលផ្ទះហើយងាកមកញឹមដាក់ខ្ញុំម្ដងទៀតមុននឹងបិទទ្វារខ្ញុំឈរនៅទីនោះមួយសន្ទុះធានាថានាងចូលផ្ទះដោយសុវត្ថិភាពហើយទើបខ្ញុំបើកម៉ូតូចេញទៅយប់មួយជាមួយសង្សារនៅភ្នំពេញដែលចាប់ផ្ដើមដោយភាពរ៉ូមែនទិកនិងបញ្ចប់ទៅដោយការផ្សងព្រេងតូចមួយបានក្លាយជាយប់ដែលខ្ញុំមិនអាចបំភ្លេចបានវាបានបង្រៀនខ្ញុំថាស្នេហាគឺមិនមែនត្រឹមតែភាពផ្អែមល្ហែមនោះទេតែវាក៏ជាការយកចិត្តទុកដាក់ការជួយ Therefore remain leftover should be ជួយគ្នាអូជួយយកអាសាគ្នាទៅវិញទៅមកនឹងការនៅក្បែរគ្នាក្នុងគ្រាលំបាកហើយយប់នេះខ្ញុំមានអារម្មណ៍ថាស្នេហារបស់ពួកយើងកាន់តែរឹងមាំនិងមានន័យជាងមុនទីក្រុងភ្នំពេញដ៏អ៊ូអរហាក់ដូចជាបានធ្វើជាសាក្សីដែល should be សម្រាប់ដំណើររឿងស្នេហាតូចមួយរបស់យើង